រដ្ឋាភិបាលកម្ពុជាបានកំណត់យកខែមេសាឆ្នាំ2026ជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឲ្យអស់ពីប្រទេសបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈប្រសិនបើករណីប្រព្រឹត្តបទល្មើសអនឡាញបន្តកើតមាននៅរាជធានីនិងខេត្តណានៅក្រោយខែមេសមន្ត្រីគ្រប់គ្រងរាជធានីនិងខេត្តនោះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាលអ្នកតាមដានសង្គមកម្ពុជាបានសាទរវិធានការនេះតែក៏បានឲ្យជាយោបល់ថារដ្ឋាភិបាលក៏ត្រូវមានចំណាត់ការវេកមុខមន្ត្រីដែលបើកដៃឲ្យជនទុច្ចរិតយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសអនឡាញកន្លងមកដែរតើកម្ពុជាពិតជាអាចកម្ចាត់អំពើឆបោកអនឡាញទាំងស្រុងនៅខែមេសាខាងមុខបានដែរឬទេតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈរដ្ឋាភិបាលកម្ពុជានឹងលែងប្រើពាក្យបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញតទៅទៀតហើយពលគឺកម្ពុជានឹងប្រើពាក្យដាច់ណាត់មួយគឺបោសសម្អាតបទឧក្រិដ្ឋបច្ចេកវិទ្យានេះឲ្យអស់ពីប្រទេសកម្ពុជាទាំងស្រុងតែម្ដងនៅក្នុងអំឡុងខែមេសាឆ្នាំ2026តាមប្រតិបត្តិការមួយដែលមានឈ្មោះថា XXL ជាប្រតិបត្តិការដែលនឹងមានការតាមឃ្លាំមើលតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានរាជរដ្ឋាភិបាលតែម្ដងគណៈកម្មការចំពោះកិច្ចដែលមានសម្ដេចធិបតីជាប្រធានយន្តការថ្នាក់ក្រសួងមហាផ្ទៃយើងមានគណៈកម្មការចំពោះកិច្ចដែរបូកជាមួយនឹងអគ្គស្នងការឋាននគរបាលជាតិយន្តការថ្នាក់រាជធានីខេត្តគឺមានគណៈកម្មការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនឹងដូចគ្នានេះគឺជាយន្តការដែលយើងប្រើវិធានការសរុបមធ្យោបាយសរុបនិងកម្លាំងសរុបដើម្បីបោសសម្អាតដោយដែលបានបញ្ជាក់ខាងលើថាក្នុងកំឡុងខែមេសាឆ្នាំ2026យ៉ាងយូរគឺឲ្យបានស្អាតដោយមិនរើសមុខជនបរទេសណាទេដោយមិនរើសមុខនរណាដែលជាមេខ្លោងឬក៏ពាក់ព័ន្ធទេឲ្យតែនៅក្នុងប្រទេសលើកលែងតែអ្នកនោះនៅក្រៅប្រទេសយើងមិនអាចប្រតិបត្តិការបានទេការចុងក្រោយដែលដាក់បន្ទាត់ក្រហមក្នុងកំឡុងខែមេសាឆ្នាំ2026បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសពលគឺនៅតាមបណ្ដារាជធានីខេត្តនេះគឺខ្ញុំអាចហៅថាជាយុទ្ធនាការឬក៏ប្រតិបត្តិការ XXL ដោយមិនអាចឲ្យមានតទៅទៀតទេលោកយ៉ុងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព PDP យល់ថាបើសិនរដ្ឋាភិបាលអាចចាត់ការលើមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋអនឡាញនោះជោគជ័យនឹងមានច្រើនសម្រាប់កម្ពុជាខ្ញុំថាបើសិនជារដ្ឋាភិបាលហ៊ានធ្វើការដកហូតឬក៏ដាក់ទណ្ឌកម្មផ្សេងទៅដល់មន្ត្រីនៅតាមមូលដ្ឋានអាហ្នឹងគឺអាចដែរបាទអាចនឹងបញ្ចប់បានហ្នឹងទី1ទី2ទៀតគឺត្រូវតែមើលមន្ត្រីណាដែលជាប់ពាក់ព័ន្ធបាទជាមួយនឹងរឿងហ្នឹងក៏ត្រូវតែនេះដែរត្រូវតែផ្ដន់ទោសឲ្យបានសមទៅតាមច្បាប់ដែរបាទហ្នឹងក៏អាចនឹងជាមធ្យោបាយសំខាន់ដែរទាំងមន្ត្រីនៅគ្រប់កម្រិតបាទហើយពីព្រោះថាបើសិនជាថាយើងអត់ហ៊ានចាត់វិធានការទៅលើអ្នកអនុវត្តច្បាប់ទេសកម្មភាពអនឡាញ scam នោះវាអត់អាចបាត់ទេបាទអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតយ៉ុងពៅបន្ថែមបាទមន្ត្រីអនុវត្តផ្ទាល់ត្រូវតែគោរពនៅវិជ្ជាជីវៈខ្លួនឯងបាទត្រូវតែគោរពព្រោះកន្លងទៅការគោរពវាមានកម្រិតត្រូវតែគោរពវិជ្ជាជីវៈខ្លួនឯងត្រូវតែស្មោះត្រង់នឹងច្បាប់និងត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំបាទហេតុអីបានខ្ញុំត្រូវលើកចំណុចនេះពីព្រោះនេះវាជាគ្រឹះសំខាន់ណាស់យើងត្រូវដឹងថាពីមុនមកហេតុអីបានមិនបង្ក្រាបសួរថាការឆបោកអនឡាញក៏ក្រឹកក៏ក្រែងមនុស្សរាប់ពាន់នាក់រាប់រយនាក់នៅក្នុងអាគារមួយនៅក្នុងទីតាំងមួយតើសមត្ថកិច្ចពិតជាមិនដឹងមែនឬក៏យ៉ាងម៉េចអានេះខ្ញុំចោទជាសំណួរអញ្ចឹងទេបាទបើចោទបើមិនដឹងមែនតើយើងបំពេញភារកិច្ចបានដោយវិជ្ជាជីវៈហើយនៅបាទអាការស៊ើបអង្កេតយើងការអីហ្នឹងតើតាអ្នកនយោបាយបញ្ជាបានធ្វើឬយ៉ាងដូចម្ដេចអញ្ចឹងហើយគឺសំខាន់ណាស់អ្នកអនុវត្តច្បាប់ហ្នឹងត្រូវតែគោរពវិជ្ជាជីវៈស្មោះត្រង់នឹងច្បាប់ស្មោះត្រង់នឹងជាតិនេះជាគោលការណ៍គ្រឹះសំខាន់បើមិនអញ្ចឹងទេយើងធ្វើតែមួយគេហៅថាភ្លើងចម្បើងវែកចកក្រាប
រដ្ឋាភិបាលបញ្ជាទៅស្នើនាំបញ្ជាទៅធ្វើទៅស្នើនាំមិនបញ្ជារឿងហ្នឹងវាមកដដែល ចំណែកលោកសេងសេរីផ្ដល់ជាយោបល់ថាប្រតិបត្តិការឆបោកអនឡាញនៅកម្ពុជាត្រូវបានរៀបចំឡើងជាលក្ខណៈប្រព័ន្ធដូច្នេះលោកជឿថាការបោសសម្អាតនឹងមិនពិបាកខ្លាំងនោះទេបើរដ្ឋាភិបាលកំណត់បានមេខ្លោងដែលនៅពីក្រោយនោះ បើយើងនិយាយអំពីប្រសិទ្ធភាពនៃការបង្ក្រាបត្រឹមប៉ុណ្ណឹងខ្ញុំគិតថាងាយទេលោកហ៊ុនម៉ាណែតគ្រាន់តែបិទប្រតិបត្តិការណានៃក្រមបកពួកដែលរស៊ីឆបោកអនឡាញហ្នឹងទៅគឺដំណើរការនៃការឆបោកអនឡាញនៅកម្ពុជានឹងត្រូវបានបញ្ចប់ភ្លាមពួកអត់មានមនុស្សណាឆ្ងាយមានជនឧក្រិដ្ឋកម្មឧក្រិដ្ឋករណាមកដែលធ្វើការបំពានអំណាចរដ្ឋបានទេនិយាយទៅពួកឧក្រិដ្ឋករអនឡាញទាំងអស់នោះគឺនៅក្នុងការគ្រប់គ្រងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទាំងអស់នោះដូច្នេះប្រសិទ្ធភាពវានៅលើថាតើលោកហ៊ុនម៉ាណែតរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ៊ានបិទណាហ៊ានចាប់មន្ត្រីជាន់ខ្ពស់ធំដែលពាក់ព័ន្ធទៅនឹងការឈរនៅពីក្រោយខ្នងរបស់អក្រិតករចិនឬក៏អក្រិតករអនឡាញទាំងអស់នោះប៉ុណ្ណាតែប៉ុណ្ណោះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូសុខៈមានសុតិធិនិយមថាប្រតិបត្តិការ XXL ខាងលើនឹងលុបបំបាត់អំពើឆបោកអនឡាញនេះឲ្យខាងតែបានព្រោះវាជាប្រតិបត្តិការដែលទាមទារឲ្យមានការចូលរួមពីមន្ត្រីគ្រប់កម្រិតរាប់តាំងពីមន្ត្រីនៅតាមខេត្តនីមួយៗតែយើងសង្ឃឹមថាប្រតិបត្តិការ XXL នេះគឺផ្ដើមចេញពីកម្លាំងរបស់រដ្ឋបាលខេត្តហើយក្នុងករណីចាំបាច់ពៀនសំណុំពរគឺកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនឹងចូលទៅជួយបាទគ្រប់ស្ថានភាពទាំងអស់ប្រសិនបើក្នុងប្រតិបត្តិការ XXL កំឡុងខែមេសាឆ្នាំ2026បណ្ដាខេត្តណាដែលបន្សល់ទុកឲ្យមានសេសសល់ហើយត្រូវបានរកឃើញថាមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះតទៅទៀតខេត្តនោះគឺទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនហើយនឹងទទួលខុសត្រូវចំពោះនៃច្បាប់ផងដែរនេះគឺជាគោលការណ៍ដាច់ណាត់បាទលោកយ៉ុងកំឯងយល់ឃើញថាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលបែបនេះជារឿងត្រឹមត្រូវបាទបើសិនតែខេត្តណាធ្វើមិនបានគឺអ្នកដែលទទួលខុសត្រូវខេត្តហ្នឹងគួរទទួលខុសត្រូវគួរតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ឬក៏ត្រូវតែដាក់ទោសទណ្ឌទៅតាមច្បាប់ឬក៏ការដកហូតមុខតំណែងហ្នឹងរឿងសំខាន់បាទអាចធ្វើបែបនោះបានគឺជារឿងមួយប្រសើរអញ្ចឹងធ្វើឲ្យពួកគាត់ហ្នឹងប្រឹងប្រែងនៅក្នុងការពង្រឹងការអនុវត្តច្បាប់ហ្នឹងឲ្យកាន់តែខ្លាំងថែមទៀតដើម្បីឈានទៅបោសសម្អាតឬ online scam នៅបានហើយយើងជាសង្គមស៊ីវិលរងចាំមើលដំណើរការនឹងហើយនឹងការបដិញ្ញាចិត្តនេះបាទហើយយើងសង្ឃឹមថាត្រឹមខែ4ដែលរដ្ឋាភិបាលកំណត់ហ្នឹងនឹងអស់លែងមានពួក scam online តទៅទៀតហើយកម្ពុជានឹងមិនคล้ายទៅជាទីកន្លែងដែលមានការព្រួយបារម្ភខ្លាចពីសំណាក់អ្នកទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជាតទៅទៀតបាទលោកបណ្ឌិតយងពៅក៏សម្គាល់ឃើញថាអំពើឆបោកអនឡាញនេះបាននាំគ្រោះមកឲ្យកម្ពុជាដូចយ៉ាងយោធាថៃបានយករឿងនេះធ្វើជាលេសមកឈ្លានពានកម្ពុជាក្នុងន័យនេះលោកថារដ្ឋាភិបាលត្រូវតែសម្អាតឲ្យអស់មិនថាមេខ្លោងឬអ្នកកាងពីក្រោយអំពើឆបោកអនឡាញនេះពីព្រោះការឆបោកអនឡាញនេះវាធ្វើឲ្យស្រអាប់ប្រទេសកម្ពុជាត្រូវបានគេចុះបញ្ជីខ្លាចមិនហ៊ានមកកំសាន្តមកទេសចរមិនហ៊ានមកវិនិយោគបាទហើយធ្វើឲ្យប្រទេសជិតខាងថៃនេះមានយកលេសហ្នឹងឈ្លានពានកម្ពុជាទៅទៀតបាទនេះជាអ្វីដែលកើតមានរួចស្រេចទៅហើយអញ្ចឹងត្រូវតែសម្អាតបោះសម្អាតឲ្យបានតាមឆន្ទៈនយោបាយល្អរបស់រដ្ឋាភិបាលហ្នឹងតែត្រូវការអ្នកអនុវត្តដែលល្អគោរពក្រមសីលធម៌វិជ្ជាជីវៈស្មោះត្រង់នឹងច្បាប់និងតម្កល់ផលប្រយោជន៍ជាតិជាធំបាទបើមិនដូច្នោះទេគឺនៅតែមានបញ្ហាហើយខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលវែកមុខអ្នកដែលក្បត់នឹងវិជ្ជាជីវៈក្បត់នឹងច្បាប់ក្បត់នឹងផលប្រយោជន៍ជាតិទៅលើករណីឆបោកអនឡាញហ្នឹងយកមកដាក់ពិន័យជារដ្ឋបាលឬក៏តាមផ្លូវច្បាប់ប្រសិនបើធ្ងន់ធ្ងរបាទត្រូវតែហ៊ានធ្វើបើមិនហ៊ានធ្វើទេ
ភាសានៅក្នុងសង្គមប្រជាធិបតេយ្យគឺប្រជាពលរដ្ឋនឹងវិនិច្ឆ័យថ្នាក់ដឹកនាំនៅក្នុងរដូវកាលបោះឆ្នោត តាមលោកយ៉ុងកំឯងសហគមន៍អន្តរជាតិក៏មានតួនាទីសំខាន់ដែរក្នុងការជួយលុបបំបាត់បទល្មើសបច្ចេកវិទ្យាដ៏ស្មុគស្មាញនេះ ចំពោះ scam online នេះគឺវាចាំបាច់ដែរត្រូវមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិណាហើយកាលណា scam online វាកើតមាននៅក្នុងតំបន់ណាមួយប្រទេសណាមួយគឺមិនមែនបានន័យថាវាអាចរងគ្រោះទៅប្រទេសនឹងទេប៉ុន្តែជាទូទៅក៏ប្រជាពលរដ្ឋនៃបណ្ដាប្រទេសផ្សេងៗទៀតក៏នឹងទទួលរងគ្រោះដូចគ្នាដែរអញ្ចឹងខ្ញុំថាការដែលមានការស្នើសុំការលើកឡើងពីអន្តរជាតិជំវិញបញ្ហានេះក៏ជាការជំរុញមួយថែមទៀតដែរបាទដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរយើងនឹងប្រឹងប្រែងនៅក្នុងការធ្វើឲ្យការបោសសម្អាតនឹងឲ្យបានមានប្រសិទ្ធភាពហើយការស្ដារនៅកេរ្តិ៍ឈ្មោះហើយនឹងកិត្តិយសរបស់ប្រទេសកម្ពុជាហើយម្យ៉ាងវិញទៀតខ្ញុំយល់ថាកម្ពុជាគឺជាប្រជាពលរដ្ឋដែលមានមោទនភាពដែលមានកិត្តិយសមួយដែរអញ្ចឹងក៏យើងក៏អត់ទល់តែគេមានប្រតិកម្មឬក៏អន្តរជាតិណាគេដាក់សម្ពាធដែរបាទយើងត្រូវតែធ្វើបញ្ហាហ្នឹងដើម្បីមុខមាត់គេឈ្មោះរបស់ប្រទេសយើងដែរបាទដោយឡែកលោកសេងសេរីអ្នកវិភាគនយោបាយប្រាប់វិទ្យុបារាំងអន្តរជាតិ RFE ថានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនឹងថ្លឹងថ្លែងអំពីសម្ពាធអន្តរជាតិនិងចំណូលដែលកម្ពុជារកបានពីអំពើរកស៊ីខុសច្បាប់នេះខ្ញុំមើលឃើញថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនល្ងងពេកទេនៅក្នុងការថ្លឹងថ្លែងអំពីគំនាបសង្កត់អន្តរជាតិជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចដែលមកពីលុយខ្មៅទាំងអស់នោះអញ្ចឹងហើយវាអាស្រ័យទៅលើការតាមដានទៅលើរបស់រដ្ឋាភិបាលទៅលើគំនាបសង្កត់អន្តរជាតិទាំងអស់នោះបើសិនជាក្នុងករណីប្រទេសមហាអំណាចដែលរងផលប៉ះពាល់ដោយសារការបោកឆបោកអនឡាញពីកម្ពុជានៅតែសង្កត់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតខ្ញុំជឿថាការបោះសម្អាតទាំងស្រុងនឹងអាចកើតឡើងក៏ប៉ុន្តែបើសិនជាក្នុងករណីរដ្ឋាភិបាលអន្តរជាតិទាំងអស់នោះឬក៏គំនាបសង្កត់អន្តរជាតិបធូរខ្ញុំជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងបន្ថយដែរអញ្ចឹងការបក្រាបឲ្យបានទាំងស្រុងហ្នឹងគឺកុំសង្ឃឹមណាព្រោះយើងដឹងហើយតែបើយោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកចំណូល GDP របស់កម្ពុជា 60% គឺបានមកពីការឆបោកអនឡាញវាធំណាស់ណាបើគិតជាសាច់ប្រាក់ហ្នឹងគឺប្រមាណជា $5,000 លានទៅហើយទៅ$6,000 លានទៅហើយដូច្នេះហើយទំហំសាច់ប្រាក់ប្រចាំឆ្នាំធំបែបនេះគឺរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនឹងត្រូវមានការថ្លឹងថ្លែងដែរត្រូវមានការថ្លឹងដែងដែរក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីលុយខ្មៅពីលុយឆបោកបែបនេះគឺมันមាននិរន្តរភាពសម្រាប់ការវិវត្តសេដ្ឋកិច្ចកម្ពុជាទេតែកម្ពុជាជាទីកន្លែងរងគ្រោះដោយសារអំពើឆបោកអនឡាញដែលជាបណ្ដាញរបស់ឧក្រិដ្ឋជនអន្តរជាតិនេះជាការវិតម្លៃរបស់លោកបណ្ឌិតយងពៅលោកស្នើឲ្យសហគមន៍អន្តរជាតិផ្ដល់កិច្ចសហការជួយកម្ពុជាជាជាងយកលំនាំតាមប្រទេសថៃបណ្ដាញឆបោកអនឡាញនេះដូចយើងបានដឹងហើយខ្ញុំក៏បាននិយាយខាងដើមវាជាបណ្ដាញអន្តរជាតិរួចស្រេចទៅហើយវាមិនមែនកើតឡើងតែនៅកម្ពុជាទេកម្ពុជាយើងជាទីតាំងរងគ្រោះអញ្ចឹងហើយអន្តរជាតិផ្ដល់កិច្ចសហប្រតិការបាទនៅឯប្រទេសសម័យរបស់ខ្លួនតាមរយៈកិច្ចសហប្រតិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលជាដើមបាទប៉ុន្តែមិនមែនការធ្វើដោយករណីប្រទេសថៃចូលមកឈ្លានពានកម្ពុជាតែបែរជាបង្វែរថាមកកំទេច scam online អីជាដើមនាំ AOT នាំអីមកមើលនៅក្នុងទឹកដីកម្ពុជាអីជាដើមអាហ្នឹងវាខុសរឿងអាហ្នឹងរំលោភអធិបតេយ្យសុទ្ធសាធដូច្នេះអន្តរជាតិផ្ដល់កិច្ចសហប្រតិការទៅវិញទៅមកមិនមែនការរំលោភអធិបតេយ្យយកបញ្ហាles scam online ឆបោកអនឡាញរំលោភអធិបតេយ្យកម្ពុជាទេអាហ្នឹងវាខុសនឹងច្បាប់អន្តរជាតិហើយកម្ពុជាមិនអាចទទួលយកបានតតែសោះ